វីដេអូមួយនេះគឺអេដមីនធ្វើដំណើរចេញពីក្រុងស្ទឹងត្រែងឆ្ពោះទៅកាន់ទីរួមស្រុកសៀមប៉ាងដែលមានចម្ងាយរហូតដល់ជាង100គីឡូឯណោះអ្នកទាំងអស់គ្នាតាមបណ្ដោយផ្លូវលំនៅខ្សែនេះនិយាយពីថាខែប្រាំងដោយស្វាខែវស្សាដូចក្បីពីមួយគ្នានេះក៏ដោយសារតែផ្លូវខ្សែឆ្ពោះទៅកាន់ទឹកដីនៃស្រុកសៀមប៉ាងគឺមិនទាន់មានផ្លូវកៅស៊ូនៅឡើយទេដែលប្រជាជននៅក្នុងទីរួមស្រុកសៀមប៉ាងមានការតន្ទឹងរង់ចាំជាយូរណាស់មកហើយពីមួយឆ្នាំទៅមួយឆ្នាំរហូតអូម្លាយមកដល់ឆ្នាំ2026នេះគឺមិនទាន់មានផ្លូវកៅស៊ូនៅឡើយទេចង់ដឹងថានៅតាមដងវិថីទៅកាន់ទឹកដីនៃស្រុកសៀមប៉ាងមានស្ថានបែបណារូបភាពបែបណាសូមទេសនានៅក្នុងវីដេអូនេះពីដើមរហូតដល់ចប់ហើយមុននឹងទៅដល់ស្រុកសៀមប៉ាងអេដមីនក៏បានឈប់សម្រាកនៅផ្ទះសម្លាញ់របស់ខ្ញុំដែលគាត់បានរស់នៅលើទឹកដីស្រុកសៀមប៉ាងនេះហើយមុននឹងដល់នោះគឺយើងបានឈប់ទិញតពាំងព្រៃទាំងអស់គ្នាតពាំងព្រៃដោយសារតែភ្លៀងមួយមេធំគឺតពាំងព្រៃចាប់ផ្ដើមដុះហើយអ្នកភូមិខ្ញុំក៏បានយកតពាំងព្រៃនេះមកលក់บ่แม่นหาเองเหรอซื้อเขาเนาะหาเองบ่จัดโอ้ยหมอเขาปอกให้แล้วฮะโอ้บ่ตัวเนาะปอกอ๋อเขาปอกให้แล้วนะเอามาอ๋อแล้วอยู่ต่อเอาทั้งหมดก็4,500ก็สิบ่ไหลบ่เนาะโอ้ยนอนแล้วจับวนดิเห็นบ่เอาหมดเลยบ่ต้อง200ได้บ่ต้องเฮาเม็ดเป็นบ่ได้ค่อยเอิ้นได้มานี่แล้วในขาดแน่บ่อ๋อโอเคเหมาอยู่จังแปลงเปรกបន្ទាប់ពីអេដមីនឈប់សម្រាកបានមួយសំទូធំអេដមីនក៏បានធ្វើដំណើរបន្តទៅមុខទៀតហើយនេះក៏ជាទស្សនវិជ្ជាពីភូមិមួយទៅភូមិមួយទៅតាមដងផ្លូវសងខាងផ្លូវគឺមានផ្ទះប្រជាជនរស់នៅសងខាងហើយដោយបងប្អូនឃើញពីខាងដើមអីនៅក្នុងវីដេអូខាងដើមគឺមានភាសាលាវដែលបងប្អូននៅក្នុងតំបន់នេះគឺនិយាយរួមទៅគឺមានវាសនាខ្ពស់ខ្លាំងមែនទែនហើយដែលបញ្ជាក់ថាមានវាសនាខ្ពស់ដោយសារតែប្រជាជននៅក្នុងទឹកដីខេត្តស្ទឹងត្រែងគឺស្ទើរតែ 90% គឺចេះនិយាយភាសាលាវហើយការចេះនិយាយនេះគឺចេះនិយាយតគ្នាមិនមែនជាការរៀនអក្សរនៅតាមសាលានោះទេហើយខ្ញុំគិតថាការចេះបានច្រើនភាសាគឺវាជារឿងដែលល្អសម្រាប់ប្រជាជាតិក៏ដូចជាប្រជាជនខ្មែរយើងដោយសារតែបើសិនណាជាយើងធ្វើដំណើរទៅក្រៅប្រទេសឬក៏ទៅដំណើរកម្សាន្តតាមប្រទេសនានាដូចជាប្រទេសលាវនិងប្រទេសថៃគឺយើងក៏អាចធ្វើការតាក់ទងគ្នានិងស្ដាប់ភាសាបានទៅវិញទៅមកបានផងដែរជាពិសេសគឺនៅពេលដែលយើងមានបញ្ហាព្រំដែនព្រំដែនយើងក៏ចេះភាសាការទូតក្នុងការទំនាក់ទំនងគ្នារវាងប្រជាជននិងប្រជាជនរវាងការទូតរវាងអ្នកដឹកនាំនិងអ្នកដឹកនាំអញ្ចឹងកុំឲ្យយើងមានបញ្ហាចំនួនព្រំដែនឧទាហរណ៍ដូចជារវាងប្រទេសថៃហើយនិងប្រទេសខ្មែរពេលដែលមានសង្គ្រាមគឺយើងមិនអាចស្ដាប់ភាសាគ្នាបានដែលមានបងកងទ័ពតាមបណ្ដោយព្រំដែនកម្ពុជាថៃនៅពេលដែលមានចំនួនអញ្ចឹងគឺនិយាយអត់ចូលគ្នាហើយនៅពេលដែលយើងនិយាយស្ដាប់ភាសាគ្នាអត់បានវាក៏អាចបង្កទៅជាចំនួនបានផងដែរដោយសារតែពេលខ្លះកាយវិការយើងបង្ហាញសម្ដែងសម្ដៅទៅអាចធ្វើឲ្យអ្នកភូមិផងរបងជាមួយគ្នាយើងគាត់យល់ច្រឡំអញ្ចឹងក៏អាចបង្កទៅជាសង្គ្រាមបានដែរអញ្ចឹងហើយបានជាខ្ញុំគិតថាសម្រាប់បងប្អូនដែលរស់នៅក្នុងទឹកដីខេត្តស្ទឹងត្រែងនៅប៉ែកអេសាននេះគឺមានសំណាងដោយសារគាត់ចេះពីភាសាចុះបងប្អូនប្រិយមិត្តយល់យ៉ាងណាដែរចំពោះទស្សនៈរបស់ admin ដែលយល់ថាពលរដ្ឋនៅក្នុងទឹកដីខេត្តស្ទឹងត្រែងគឺមានសំណាងតែពួកគាត់ចេះនិយាយពីភាសាបើសិនជាបងប្អូនយល់ថាល្អសូមខមមិននៅពីខាងក្រោមធ្វើដំណើរបានមួយសំទូធំ admin ក៏បានធ្វើដំណើរមកដល់ទីរួមស្រុកសៀមប៉ាងហើយមកដល់ទីរួមស្រុកសៀមប៉ាងនេះនៅលើទឹកដីនៃស្រុកសៀមប៉ាងគឺមានផ្លូវបេតុងកំពុងតែសាងសង់ជាបន្តបន្ទាប់ហើយខ្ញុំសង្ឃឹមថាផ្លូវដែលធ្វើដំណើរពីទឹកដីនៃភូមិដងក្រឡមកកាន់ទឹកដីស្រុកសៀមប៉ាងនេះនឹងទទួលបានផ្លូវកៅស៊ូក្នុងពេលឆាប់ៗនាពេលខាងមុខពី admin សូមអរគុណសូមគោរពលាបាយបាយ